បាទសូមជម្រាបសួរនិងសួស្តីដល់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលភ្លេចនៅ ID password ឬក៏បងប្អូនខូចនៅ ID password តែម្ដងនៅពេលដែលយើងព្យាយាម login ទាំងខុស password ចាប់ពី5ដងឡើងទៅនោះខាងក្រសួងកូរ៉េគេនឹងប្លុក ID password យើងហើយអញ្ចឹងបងប្អូនអាចទាញយកនៅ ID password នោះយកមកប្រើប្រាស់សារជាថ្មីម្ដងទៀតដោយតម្រូវឲ្យយើងចាំនៅលេខកូដប្រឡងនិងត្រៀមនៅ passport ដើម្បីទាញយក ID មកប្រើប្រាស់ឡើងវិញអញ្ចឹងសូមបងប្អូនធ្វើបែបនេះចូលមកក្នុង Google Chrome ចូលកន្លែងស្វែងរកយកពាក្យថានេះមានស្រាប់www.epa.go.kr login នេះមកបាទអញ្ចឹងសូមយកពាក្យកន្លែងនេះដែលមានឈ្មោះថា www.epa.go.kr ពេលចេញបែបនេះដើម្បីឲ្យងាយស្រួលសូមបងប្អូនចូលទៅកន្លែងដូរភាសាចុចកន្លែងនេះមកយក Cambodia បន្ទាប់មកចុចពាក្យ Go អញ្ចឹងដើម្បីទាញយក ID password របស់យើងដែលខូចត្រឡប់មកវិញចុចកន្លែង Find ID និង Password ចុចកន្លែងនឹងមកពេលដែលចេញបែបនេះប្រអប់ខាងលើនេះគឺយើងសរសេរលេខកូដប្រឡងចូលលេខកូដហ្នឹងគឺយើងសរសេរទាំងអស់ឥឡូវខ្ញុំចាប់ដើមសរសេរបាទចំណែកខាងក្រោមនេះគេឲ្យយើងសរសេរលេខ passport ចូលពេលដែលយើងសរសេរហើយសូមបងប្អូនចុចពាក្យកន្លែងស្វែងរកអត្តលេខឬក៏លេខសម្ងាត់នេះសូមបងប្អូនចុចកន្លែងពណ៌ខៀវនេះមកអូខេនេះគឺឃើញឈ្មោះហើយបាទឃើញឈ្មោះហើយនេះណានេះឈ្មោះភាភៈអញ្ចឹងសូមបងប្អូនវាយម្ដងទៀតមកបាទគឺវាយ ID ដដែលខាងលើនេះបាទនេះមានស្រាប់ប៉ុណ្ណឹងមកបាទខាងក្រោមនេះគឺយើងសរសេរលេខ passport ម្ដងទៀតពេលចេញបែបនេះបាទប្រអប់ខាងក្រោមនេះបាទបញ្ចូលអត្តលេខនេះគឺបានន័យថាយើងសរសេរឈ្មោះរបស់យើងណាអត្តលេខអញ្ចឹងដើម្បីងាយស្រួលបងប្អូនចូល copy ឈ្មោះយើងមកចូលពាក្យ copy មកអូខេយកមកផាកន្លែងនេះមកបងប្អូនយកពាក្យផាសមកអូខេនេះគេឲ្យយើងសរសេរលេខកូដប្រឡងម្ដងទៀតអញ្ចឹងសរសេរឲ្យគេមកអូខេចំណែកប្រឡោះខាងក្រោមនេះគឺឲ្យយើងសរសេរលេខ passport ម្ដងទៀតសរសេរចូលមក
អូខេអញ្ចឹងនៅពេលដែលយើងសរសេររួចរាល់ហើយសូមបងប្អូនចុចពាក្យកន្លែងនេះស្វែងរកលេខសម្ងាត់ចុចកន្លែងនឹងមកបាទចំណែកកន្លែងនេះគឺគេឲ្យយើងសរសេរវាយ Gmail ចូលឥឡូវបងប្អូនបង្កើតតាមណាបង្កើតតាមណាសរសេរតាមនោះមកបើយើងបង្កើតតាម Gmail យើងដាក់ Gmail មកនេះសម្រាប់ខ្ញុំគឺបង្កើតតាមរយៈ Gmail បាទកន្លែងនេះយើងសរសេរ Gmail ចូលមកលើខ្ញុំលុបហើយសរសេរឡើងវិញខ្ញុំសរសេរចូលដែលយើងសរសេរ Gmail ហើយសូមបងប្អូនចុចពាក្យកន្លែងយល់ព្រមចុចកន្លែងយល់ព្រមម្ដងទៀតមកប៉ុណ្ណឹងបាទខាងក្រសួងគេនឹងផ្ញើលេខសម្ងាត់ទៅក្នុង Gmail ឥឡូវយើងចូលទៅក្នុង Gmail ដើម្បីទៅយក password ដែលក្រសួងកូរ៉េគេបានផ្ញើមកឲ្យយើងបាទខាងលើនោះគឺជា password បងប្អូនចុចកន្លែងនឹងមកបាទអូខេនេះគឺខាងក្រសួងកូរ៉េគេបានផ្ញើមកឲ្យយើងហើយខាងក្រោមនេះគឺជា password អញ្ចឹងមានទាំងសញ្ញាសួរមានទាំងលេខមានទាំងអក្សរគឺបងប្អូនត្រូវវាយចូលទាំងអស់អញ្ចឹងខ្ញុំសូម screenshot មួយទុកបាទអញ្ចឹងយើងត្រឡប់មកខាងក្រោយវិញអញ្ចឹងខាងលើណាបងប្អូនខាងលើនេះគឺយើងវាយនៅ ID របស់យើងខាងក្រោមគឺ password អញ្ចឹងយើងសរសេរចូលមកខាងក្រោមគឺ password ដែលខាងក្រសួងកូរ៉េគេទើបនឹងផ្ញើមកឲ្យយើងអញ្ចឹងបើយើងសរសេរគឺមានផលវិបាកដើម្បីឲ្យងាយស្រួលបងប្អូនចូលទៅ copy password មកណាយើងសកត់លើ password ទាំងអស់ហ្នឹងមកណាបាទប៉ុណ្ណេះហើយយើង copy បើយើងសរសេរជួនកាលខុសហើយយើងចេះតែ log in 5 ដងទៅគឺនាំឲ្យខូចម្ដងទៀតបាទអញ្ចឹងពេលដែលយើង copy ហើយយកមកផាសកន្លែងនេះមកបាទធ្វើដូច្នេះគឺងាយស្រួលអូខេអញ្ចឹងដើម្បីមើលឈ្មោះរបស់យើងចុច log in មកអូខេអញ្ចឹងនៅក្នុងឆ្នាំ2025នេះគឺមានការខុសពីមុនដើម្បីមើលឈ្មោះយើងបន្តទៀតគឺតម្រូវឲ្យបងប្អូនវាយឆ្នាំខែថ្ងៃអញ្ចឹងយើងសរសេរឆ្នាំមុនបន្ទាប់មកខែបន្ទាប់មកថ្ងៃយើងកើតនៅក្នុងឆ្នាំ2003ខែ5ទី10អញ្ចឹងយើងសរសេរ03ខែ5យើងសរសេរលេខ0ហើយបន្ទាប់មកសរសេរលេខ5យើងសរសេរឲ្យបាន2លេខថ្ងៃទី10គឺយើងសរសេរទី10ធម្មតាមកបន្ទាប់មកយើងចុចពាក្យ next អញ្ចឹងនៅពេលដែលចេញបែបនេះសូមបងប្អូនចូលទៅពាក្យថាមើលដំណើរការអន្តោប្រវេសន៍
មើលឈ្មោះរបស់យើងថាតើខាងក្រសួងកូរ៉េគេបញ្ជូនដល់ណាហើយបាទនេះបងប្អូនមើលដោយខ្លួនឯងអញ្ចឹងសម្រាប់អ្នកដែលទាញយកនៅ ID password ដែលបានខូចឬក៏បងប្អូនដែលភ្លេចបាទគឺទាញបែបនេះឯងអញ្ចឹងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាសំណាងល្អហេង